เห็นปิดติ๊กในក្នុងការ apply blush ទាំងអស់គ្នាមួយរយៈនេះខ្ញុំឃើញ blush ល្បីខ្លាំងមែនតើគឺមានគ្រប់កន្លែងហើយមានអ្នកខ្លះគាត់ឆ្លុះគ្នាសារ blush ហ្នឹងក៏មានដែរអ្នកនរគ្នាថ្ងៃនេះខ្ញុំចង់ apply blush លក្ខណៈរបៀប sunburn ហើយនេះជាលើកទី1របស់ខ្ញុំដែរខ្ញុំអត់ដែរ apply ពីមុនមកទេអត់ដឹងគេលាបពីណាទៅពីណាហងតែ research ទៅឃើញថាអូមុខយើងរៀងស្លេកអីចឹងទៅអញ្ចឹងពេលយើងលាប sunscreen ហើយយើងអាច apply blush ហ្នឹងបានហើយនេះគឺដំបូងគឺខ្ញុំលាបជាមួយនឹង toner pad ជូតមុខឲ្យស្អាតចឹងទៅមុខយើងមានសំណើមហើយចាំយើង apply sunscreen ខ្ញុំអត់ប្រើ moisturizer ណាអ្នកនេះសារ sunscreen ហ្នឹងវាមានសំណើមហើយស្រាប់ហើយអញ្ចឹងខ្ញុំ apply sunscreen ហ្នឹងយកតែម្ដងខ្ញុំ apply ច្រើនណាហើយនេះគឺតួឯករបស់យើងហ្មងអ្នកនេះ blush នេះខ្ញុំយកពណ៌រៀងក្រត់តិចពណ៌រៀងទឹកក្រូចចឹងណាដើម្បីឲ្យវាមើលទៅដូច sunburn ហើយវាស៊ីជាមួយនឹងស្បែករបស់ខ្ញុំដែរហ្នឹងហើយអានេះខ្ញុំ apply ជាលក្ខណៈតម្រង់ W ដោយសារវា apply ពីថ្ពាល់ហើយទៅលើច្រមុះទៀតបាទហើយនេះគឺ final look គឺសួរទេអ្នកគ្នា final look គឺចេញមកអញ្ចេះឃើញមុខយើងរៀងដូចក្រហមត្រូវថ្ងៃតិចចឹងណាមើលទៅវាយើងមានជីវិតជីវ៉ាយើងអត់មើលទៅឃើញស្លេកដូចខ្មោចឆៅដូចអីហើយបើសិនអ្នកគ្នាចេះ apply អីរបៀបផ្សេង recommend ពណ៌អី complete comment ខាងក្រោម